ស្វាគមន៍មកកាន់វីដេអូដំណើរកម្សាន្តរយៈពេល2ថ្ងៃមួយយប់ទៅកាន់ឃុំអូសាមស្រុកវីវែងអេពីសូតដែលនៅក្នុងវគ្គនេះដែរនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសកម្មភាពនៃការធ្វើដំណើរតាមដងផ្លូវរបស់យើងនិងរបៀបដែលយើងវិចខ្ចប់អាហារដើម្បីយកទៅញ៉ាំនៅអូសាមហើយការធ្វើដំណើររបស់ពួកយើងនេះគឺបានកំណត់គ្នាថាម៉ោង4ពួកយើងនឹងចេញអញ្ចឹងពួកខ្ញុំក៏រៀបចំខ្លួនមុនម៉ោង4ទៀតតែវិគៀកដែរហើយគ្រាន់តែទៅដល់មិនតបានអីផងចាប់ផ្ដើមដោយហ៊ីងមួយបានអតិនៅក្នុងស្បែកជើងអញ្ចឹងក៏ផ្លាស់ប្ដូរស្បែកជើងថ្មីទៅហើយវាពិតជាសំខាន់ក្នុងការគោរពពេលវេលានៅពេលដែលយើងដាក់ម៉ោងប៉ុណ្ណេះយើងទៅដល់ម៉ោងប៉ុណ្ណឹងគឺល្អបំផុតព្រោះវាអត់ធ្វើឲ្យយើងយឺតយ៉ាវនិងបង្ហាញពីទំនួលខុសត្រូវនៃការគោរពពេលវេលារបស់ពួកយើងប៉ុន្តែសូចអីកន្លែងដែលយើងត្រូវជួបជុំគ្នានឹងយប់មិញគាត់មានកម្មវិធីអញ្ចឹងហើយធ្វើឲ្យគាត់ខកខានបន្តិចបន្តួចតែមិនជាបញ្ហាទេព្រោះអីគាត់ជាទូទៅគាត់ជាមនុស្សគោរពពេលវេលាស្រេចហើយអញ្ចឹងទោះបីជាគាត់ hangover ប៉ុណ្ណាក៏គាត់នៅតែក្រោកមកបើកទ្វារឲ្យយើងចូលដែរដើម្បីរៀបចំសម្ភារៈដែលយើងត្រូវខ្ចប់ទៅអូសាមហើយនៅពេលដែលយើងទៅដល់ហ្នឹងគឺមានតែយើងមួយទេដែលទៅដល់មុនគេអញ្ចឹងទៅក៏យើងត្រូវចាំគ្នាបន្តទៀតនៅពេលដែលយើងទៅដល់បានមួយផ្លែតបងម្ចាស់ផ្ទះក៏គាត់បានបើកទ្វារទទួលយើងហើយក៏មានគ្នាយើងមកបន្តទៀតអញ្ចឹងណារត់ចូលផ្ទះតារត់ចូលផ្ទះថ្ងៃហ្នឹងចូលផ្ទះមួយថ្ងៃបន្ទាប់ពីគ្នាយើងបានមកដល់យើងក៏ជួយរៀបចំគ្នាដើម្បីយកសាច់ហ្នឹងទៅហូបនៅអូសាមហើយសាច់ដែលនៅក្នុងធុងដែលអ្នកនរគ្នាឃើញនេះគឺជាសាច់ដែលយើងបានបង្កកយើងប្រឡាក់ហើយយើងបង្កកយើងធ្វើបែបនេះដើម្បីឲ្យសាច់នៅត្រជាក់បានយូរតម្រាំតែយើងបានហូបវាអត់ងាយធំក្លិនហើយការដើរលេងបែបនេះដែរគឺជាការដើរលេងបែបមិត្តភ័ក្តិបងប្អូនអញ្ចឹងយើងក៏ជួយគ្នាម្ដាយមួយជើងដើម្បីឲ្យឆាប់ហើយរួចរាល់អាំងបានចេញដំណើរទៅទាំងអស់គ្នាហើយដំណើរកម្សាន្តរបស់ពួកយើងផងដែរគឺយើងធ្វើដំណើរដោយម៉ូតូអត់មានឡានទេដោយសារតែយើងចង់ស្គាល់រសជាតិថាអូជិះម៉ូតូពីបាត់ដំបងទៅដល់អូសាមវាមានអារម្មណ៍បែបណាដែរហើយក៏រៀងខកខានពេលវេលាបន្តិចដែរទម្រាំដែលយើងបានចេញទៅគឺវារៀងឡែតម៉ោងដែរវាខុសពីម៉ោងដែលយើងបានកំណត់ហើយទម្រាំតែបានចេញទៅនោះគឺម៉ោងចូល5ទៅហើយចេញពីបាត់ដំបងទៅដោយសារតែបងឬក៏គ្នាយើងមួយចំនួនហ្នឹងគាត់រៀង hangover បន្តិចណាហើយនៅរៀបចំអីបន្តិចតួចទៀតទៅក៏រៀងឡែតទៅតែมันជាបញ្ហាទេយើងទោះបីជាយើងចេញទៅម៉ោងប៉ុណ្ណឹងក៏ដោយវាមិនអីទេទៅដល់នឹងគង់ភ្លឺដូចតែគ្នាណាហើយដោយសារតែការធ្វើដំណើរពេលយប់អញ្ចឹងយើងមើលគ្នាមិនសូវឃើញទេមានម៉ូតូខ្លះមានភ្លើងខ្លាំងម៉ូតូខ្លះក៏ភ្លើងតិចអញ្ចឹងទៅប៉ុន្តែដើម្បីសប្បាយយើងទៅជុំគ្នាអញ្ចឹងនៅពេលដែលយើងដាច់គ្នាខ្លាំងពេកពួកយើងក៏នាំគ្នាឈប់ចាំគ្នានៅវងមូភ្ជាវដែលបត់ទៅសំឡូតបងដល់ណាហើយបងដល់ណាហើយវងមូចូលផ្លូវបាយទៅនេះតិចតបត់ឡើងបាយជីមតឡើងប៉ុណ្ណាណៃបាយជីឡើងយឺត Good morning ញាក់ឡើងនៅសឡូតតាមបានមើលទៅសភាពទេភ្លឺនៅសឡូតហើយការធ្វើដំណើររបស់យើងនេះដែរក៏ដូចជាអ្នកធ្វើដំណើរដទៃដែរគឺយើងធ្វើដំណើរតាមផ្លូវជាតិលេខ57ហើយបត់តាមរង្វង់មូភ្ជាវទៅឆ្ពោះទៅកាន់សំឡូនរហូតទៅដល់ផ្លូវជាតិលេខ10ដែរផ្លូវហ្នឹងគឺទៅកោះកុងប៉ុន្តែយើងអត់ទៅដល់កោះកុងទេយើងទៅត្រឹមអូសាវដោយដែលបានបញ្ជាក់ខាងមុនអញ្ចឹងដោយសារតែយើងអត់ធ្លាប់ជិះម៉ូតូមកទៅនៅពេលដែលយើងបានជិះម៉ូតូលើកទី1អញ្ចឹងគឺទេសភាពពិតជាស្អាតមែនទែនតាមផ្លូវទៅកាន់អូសាវស្ត្រីពូធំមែនស្ត្រីឈុតលឿងហើយវីដេអូនេះផងដែរគឺយើងបង្ហាញតែពីសកម្មភាពនៅពេលដែលយើងជិះទៅទេអត់មានទៅដល់កន្លែងកម្សាន្តនេះទេដោយសារតែយើងមានវីដេអូក្រោយៗដើម្បីបង្ហាញអ្នកទាំងអស់គ្នាទៀតវីដេអូនេះគ្រាន់តែជាអេពីសូតមួយដើម្បីឲ្យអ្នកទាំងអស់គ្នាតាមដានពួកយើងថាពួកយើងបានធ្វើអ្វីខ្លះនៅពេលដែលយើងចេញពីបាត់ដំបងទៅអូសាមនិងបង្ហាញអំពីសភាពផ្លូវដែលយើងត្រូវជិះទៅដោយអ្នកនៅក្រោយៗគាត់អត់ធ្លាប់បានជិះអញ្ចឹងគាត់អត់ដឹងថាជិះបែបម៉េចឬក៏ផ្លូវនឹងស្រួលឬនៅគាត់មិនហ៊ានជិះទៅតែតែប៉ិតចង់បញ្ជាក់អ្នកទាំងអស់គ្នាចែកថាផ្លូវគឺធ្វើឲ្យរួចរាល់ 100% គឺអាចជិះម៉ូតូបានទៅមកតែម្ដងពេលល្ងាចបើសិនជាអ្នកទាំងអស់គ្នាមានភាពក្លាហានព្រោះថាល្ងាចអញ្ចឹងយប់អញ្ចឹងអាចរៀងស្ងាត់ប៉ុន្តែគឺផ្លូវគឺស្រួលរហូតមានប្រជាជនរស់នៅតាមដងផ្លូវរហូតតែគោអញ្ចឹងមិនម៉ោងម៉ោងទៅទិសម៉ោង8បាទតែបាត់បង់បានអីហូបនៅពេលដែលយើងបានមកដល់រង្វង់មូប្រម៉ោងអញ្ចឹងយើងក៏ចូលសោះស្រូបអាហារពេលព្រឹកទៅប៉ុន្តែប្រហែលជាម៉ោង8កន្លះហើយបានយើងមកដល់ព្រោះយើងជិះលេងតាមផ្លូវយើងអត់ចង់សុតលឿនទេហើយបន្ទាប់ពីសោះស្រូបអាហាររួចហើយកលេចមើលម៉ូតូពួកយើងក៏អស់សាំងដែរពួកយើងជិះឆ្ងាយដែរអញ្ចឹងក៏យើងចូលចាក់សាំងនៅម្ដុំហ្នឹងទៅដើម្បីបន្តដំណើរទៅមុខទៀតប៉ុន្តែដោយសារតែវីដេអូនេះមកដល់ទីបញ្ចប់ហើយអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូបែបដំណើរកម្សាន្តបែបនេះអ្នកទាំងអស់គ្នារងចាំទស្សនាវគ្គ2ដែលខ្ញុំនឹងផុសនៅពេលដែលខ្ញុំកាត់រួច
ពីវគ្គ1អ្នកទាំងអស់គ្នាបានឃើញអំពីសកម្មភាពខ្លះៗនៃដំណើរកម្សាន្តរបស់ពួកយើងនឹងដឹងពីរបៀបដែលពួកយើងរៀបចំ plan របស់ពួកយើងដើម្បីឲ្យមានភាពរលូនចុះចំណែកឯវគ្គ2អ្នកទាំងអស់គ្នានឹងដឹងអំពីអ្វីទៀតស្វាគមន៍មកកាន់ដំណើរកម្សាន្តរយៈពេល2ថ្ងៃ1យប់ទៅកាន់អូសោមវគ្គ2នៅក្នុងវគ្គ2នេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីផ្លូវពីប្រម៉ោយទៅដល់អូសោមថាវាមានសភាពស្អាតបែបណាហើយនឹងប្រាប់អ្នកទាំងអស់គ្នាអំពីកន្លែងដែលពួកយើងបានស្នាក់នៅនៅឃុំអូសោមថាមានទេសភាពស្រស់ស្អាតប៉ុណ្ណានឹងបង្ហាញអ្នកទាំងអស់គ្នាអំពីកន្លែងដែលពួកយើងបានទៅដល់ហើយលេងកម្សាន្តទស្សនភាពដែលអ្នកទាំងអស់គ្នាកំពុងតែឃើញនេះគឺជាផ្លូវលេខ10ដែលចេញពីសំឡូតទៅដល់កោះកុងប៉ុន្តែពួកយើងនៅត្រឹមអូសោមទេហើយរយៈពេលដែលពួកយើងធ្វើដំណើរចេញពីប្រម៉ោយរហូតទៅដល់អូសោមប្រហែលជា1ម៉ោងជាងដែរឃើញចិត្តទេប៉ុន្តែដោយសារតែផ្លូវខ្វែងខ្វាត់អញ្ចឹងទៅក៏វាធ្វើឲ្យរៀងយូរហើយយើងឈប់ចាំគ្នាផងបន្ទាប់ពីយើងបានមកដល់ស្ពានស្ទឹងអាតៃនៅខាងអូសោមហើយយើងបន្តដំណើរទៅប្រហែលជា5នាទីទៀតទៅដល់កន្លែងស្នាក់នៅរបស់ពួកយើងដែលមានឈ្មោះថា Sound Stay ពួកយើងចូលកន្លែងស្នាក់នៅជាមុនសិនដោយសារតែពួកយើងចង់ទម្លាក់សម្ភារៈមួយចំនួនដូចជាវ៉ាលីកៅអាវឬក៏សម្ភារៈញ៉ាំខ្លះដើម្បីទុកញ៉ាំល្ងាចនៅកន្លែងហ្នឹងហើយយើងក៏បន្តដំណើរទៅលេងទឹកជ្រោះដែលគេកំពុងតែល្បីនៅខាងស្ពានឫស្សីជ្រុំកាឆាយហ៎បងអត់សើឬក៏មិនអ្នកទាំងអស់គ្នាពេលមកលេអូសោមអាចស្នាក់នៅ Sound Stay នឹងបានព្រោះព្រឹកឡើងមានកាហ្វេយប់ឡើងមានតន្ត្រីជាពិសេសគឺពួកខ្ញុំចិត្តមែនតើកន្លែងបន្ទប់នឹងហ្មងបន្ទប់ទឹកហើយអ្នកដែលចូលចិត្តអាំងសាច់អាំងអីចឹងមកកន្លែងហ្នឹងគឺត្រូវហ្មងគាត់មានទាំងចក្រាននិយាយទៅមានមកសតនៅហ្នឹងគឺបេះហ្មងបន្ទាប់ពីយើងដាក់អីវ៉ាន់ចុះហើយពួកយើងនោះលើបដូរខោអាវផ្លាស់ប្ដូរខោអាវដើម្បីទៅលេងទឹកជ្រោះហ្នឹងណាប៉ុន្តែពួកយើងមានឧបសគ្គមួយដោយសារតែពួកយើងអត់មានបាយទេយើងមានតែសាច់អញ្ចឹងទៅក៏ពួកយើងទៅទិញបាយនៅម្ខាងស្ពានដែលទៅកោះកុងហ្នឹងណាយើងទៅទិញបាយឲ្យគ្រប់ចំនួនគ្នាពួកយើងក៏ឈ្មោះដំណើរទៅកាន់ទឹកជ្រោះប្រហែលជាអត់មានអ្នកណាប្រាប់អ្នកទាំងអស់គ្នាទេថាទឹកជ្រោះហ្នឹងគឺស្ថិតនៅខាងក្រោមប្រហែលជាចលងភ្នំអត់មាននៅខាងលើទេនៅពេលដែលទៅគឺស្រួលទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវត្រៀមចិត្តឡើងមកវិញវាមិនពិបាកណាស់ណាទេសម្រាប់ផ្លូវអ្នកដែលចូលចិត្តដើរលេងបែបរុករកផ្សងព្រេងគឺมันពិបាកឡើយប៉ុន្តែអ្នកដែលនៅក្រុងសុកចង់ទៅស្គាល់រសជាតិជីវិតប្រហែលអាចនឹងពិបាកព្រោះឲ្យផ្លូវវាមានផុកជាទូទៅគឺការដើរលេងចូលព្រៃចូលអីចឹងគឺវាតែងតែជួបផុកឥឡូវបើមិនជឿថាផ្លូវវាពិបាកទេមើលទៅក្នុងវីដេអូនោះទៅដឹងថាផ្លូវពិបាកឬមិនពិបាកហើយខ្លាំងឬក៏តិចនិយាយអញ្ចឹងមិនមែនបានន័យបំបាក់ទឹកចិត្តអ្នកនរគ្នាថាមិនចង់ឲ្យទៅទេប៉ុន្តែអ្នកនរគ្នាត្រូវត្រៀមនៅពេលដែលទៅលេងកន្លែងអញ្ចឹងมันបាច់ពាក់ស្បែកជើងផ្ទាល់ឬក៏សោកទេយល់ល្អពាក់ប៉ាតាទៅប៉ាតាគឺជាជំរឿនដ៏ល្អបំផុតមិនងាយរបូតពីជើងទេមិនថាផ្លូវនឹងល្អកម្រិតណាក៏ប៉ាតាអាចជួយបានតែពាក់ផ្ទាត់ពាក់សោកដូចខ្ញុំហ្នឹងមកវិញដាច់ស្បែកជើងកន្លែចង់លយអូចង់ឈៀលបើសិនជាគេប្រាប់អីជឿគេខ្លះទៅឧទាហរណ៍ដូចជាការយកអាស័យទៅតាមខ្លួនព្រោះវាដូចជាឈើច្រត់មួយដើម្បីជួយទាញយើងទប់យើងអញ្ចឹងជឿគេខ្លះទៅកុំខ្វៀវខារឹងពេកយ៉ាត់ឡើងវិញមិនរួចlàm mò thật sự sao mò vậy nhưng mà bỏ miên này tren nó chìm lại kìa cái tren cái bò đập áo cái màu thật sát chứ người thằng nó cái bò đập áo màu thật bỏ màu cắt lại ហើយទាំងអស់នេះហើយគឺជាទស្សនវិជ្ជាដែលទៅកាន់ទឹកធ្លាក់ថ្លើមថ្មដែលយើងកំពុងតែលេងហើយក៏ជាកន្លែងដែលកំពុងតែល្បីនៅក្នុង Facebook ឥឡូវដែរប៉ុន្តែវាសមហេតុសមផលព្រោះនៅពេលដែលយើងបានឃើញនៅទឹកជ្រោះហ្នឹងហើយគឺយើងបាត់ហត់តែម្ដងអាចថាមើលទៅវាដូចជាពិបាកសម្រាប់ផ្លូវហ្នឹងប៉ុន្តែវាមិនពិបាកសម្រាប់អ្នកដែលធ្លាប់ដើរលេងបែបអញ្ចឹងទេតែហេតុអីអ្នកនរគ្នានៅតែចង់ធ្វើការឡើងឈឺក្បាល stress អញ្ចឹងមិនព្រមដើរលេងខ្លះទៅទុកពេលវេលាឲ្យខួរក្បាលយើង reset ខ្លះមកបើសិនបើទីក្រុងគឺជាកន្លែងដែលធ្វើឲ្យខួរក្បាល reset បានហេតុអីបានជាអ្នកដើរលេងគ្រប់គ្នាគេជ្រើសរើសព្រៃ
ដូច្នេះហើយព្រៃគឺជាជំរឿនដ៏ល្អសម្រាប់និស្សិតខួរក្បាលមកដើរលេងព្រៃខ្លះមកវាពិបាកមែនប៉ុន្តែបានបទពិសោធន៍មួយដែលល្អយកទៅធ្វើជា memory ក្នុងការចងចាំរបស់យើងបានរហូតមកមិនត្រឹមតែខ្លាចជា memory ទេនៅពេលដែលយើងទៅដល់ច្បាស់ណាស់យើងនឹងស្គាល់មិត្តភក្តិថ្មីៗរស់នៅម្ដុំនឹងយើងនឹងបានឃើញពីជីវភាពអមពូមីរស់នៅម្ដុំនឹងថាគាត់រស់នៅបែបម៉េចនៅពេលដែលនៅម្ដុំនឹងខុសពីទីក្រុងអញ្ចឹងគាត់ប្រើប្រាស់ជីវិតគាត់បែបម៉េចដូចដែលគេផុសអញ្ចឹងចំណាយពេលប្រហែលជា10ទៅ15នាទីគឺយើងនឹងទៅដល់ទឹកជ្រោះហើយនៅពេលដែលទៅដល់គឺឃើញហើយគឺបាត់ហត់តែម្ដងព្រោះទឹកជ្រោះនោះគឺស្អាតមែនតើហើយខ្ញុំនេះក៏ខំថតគីឡូថាមានអ្នកណាដួលប៉ុន្តែដូចជាមានអ្នកណាដួលឲ្យខ្ញុំឃើញទេគឺមានតែខ្ញុំទេដែលដួលឲ្យគេឃើញដូចដែលបានប្រាប់ពីវគ្គ1អញ្ចឹងដោយសារតែដំណើរកម្សាន្តនេះគឺជាប្រភេទលក្ខណៈបងប្អូនមិត្តភ័ក្តិអីចឹងទៅអញ្ចឹងយើងត្រូវជួយគ្នាម្ដាយម្ជើងដើម្បីឲ្យឆាប់បានហូបព្រោះពេលយើងទៅដល់ហ្នឹងប្រហែលជាម៉ោង12ហើយអញ្ចឹងក៏ដល់ម៉ោងបាយថ្ងៃយើងជួយគ្នាទៅមានអ្នកបកាត់ភ្លើងមានអ្នកអាំងសាច់ចឹងទៅតែសូមចិត្តអ្នកទាំងអស់នេះនៅពេលដែលអ្នកទាំងអស់នេះទៅលេងកន្លែងអញ្ចឹងដោយសារតែគេអត់អភិវឌ្ឍអញ្ចឹងអត់មានអ្នកអនាម័យណាទេយើងជាម្ចាស់ការលើខ្លួនឯងយើងអ្នកបរិយាយើងអ្នករៀបចំទៅទោះបីជាមានអ្នកអនាម័យក៏ដោយក៏គួរតែមានទំនួលខុសត្រូវលើខ្លួនឯងមិនថាពេលវេលាមិនថាសម្រាមនិយាយទៅទំនួលខុសត្រូវលើទង្វើដែលខ្លួនឯងបានប្រព្រឹត្តដោយក្នុងវីដេអូនេះអញ្ចឹងពួកយើងសិតតែដឹងពីទូនីតិរៀងៗខ្លួនថាអ្នកណាត្រូវធ្វើអីអ្នកណាមិនត្រូវធ្វើអីប៉ុន្តែជាទូទៅការជួយគ្នាម្នាក់ម្ដាយម្ជើងហ្នឹងគឺល្អបំផុតហើយកុំប្រចាំគ្នាព្រោះដំណើរកម្សាន្តយើងអាចបានជួលអ្នកណាមកធ្វើជា assistant យើងទេពួកយើងទំនួលខុសត្រូវលើខ្លួនឯងដូចខ្ញុំនិយាយពីដើមមកអញ្ចឹងហើយដល់លេងអញ្ចឹងបានសាច់អាំងប្រឡាក់ហើយយកទៅអាំងមានម្ទេសច្រើនអញ្ចឹងក៏ហាយបន្តិចមែនតែឆ្ងាញ់ឲ្យជាតិតែថាសាច់អាំងឈ្ងុយពេកទាញភេ2នាក់ឲ្យឡើងគោកមកវិញមួយទឹកបានមកផ្លែតអីប្រហែល2ម៉ោងដែរស្រាប់តបងមួយដែលធ្វើវីដេអូបង្ហាញពីផ្លូវមកកាន់ទឹកជ្រោះហ្នឹងគាត់មកប្រាប់ថាអូនៅជាន់លើណាមានមួយជាន់ទៀតដល់ពួកខ្ញុំលឺអញ្ចឹងមែនណាត្រេតត្រាឈប់អស់លេងដល់គ្នាឡើងទៅជាន់លើប៉ុន្តែគឺស្អាតពិតមែនស្អាតមែនតែជាន់លើគឺស្អាតហ្មងជាន់លើស្អាតជាងជាន់ក្រោមឆ្ងាយហើយទឹកវិញគឺថ្លាហ្មងដឹងថានិយាយរៀបរាប់មិនឲ្យវាត្រូវគឺថ្លាខ្លាំងហើយនៅក្នុងទឹកហ្នឹងឃើញអញ្ចឹងមានត្រីទៀតមិនតែពួកខ្ញុំជាត្រីអាត្រីមែនតែនក៏នៅក្នុងហ្នឹងដែរដោយសារតែងុយយូរម៉ោងដែរហើយល្ងាក៏ល្ងាហើយមេឃក៏រៀងល្ងឹតដែរដោយសារខ្ញុំចេញមកវិញហ្នឹងគឺម៉ោង4ហើយអញ្ចឹងវាល្ងឹតដែរចាប់ដើមល្ងឹតតែដីខ្លាំងពេកអញ្ចឹងយើងត្រូវតែចូលលាងម៉ូតូសិនកុំឲ្យជិះចូលទៅកន្លែង homestay គេហ្នឹងវាប្រឡាក់របស់គេអញ្ចឹងណាបន្ទាប់ពីពេលយកបានចូលមកដល់ពួកយើងក៏មានកម្មវិធីតិចតួចយើងញ៉ាំអីជុំគ្នាព្រោះយើងមកដល់លេងយើងមិនមែនមកដេកទេយើងញ៉ាំអីជុំគ្នាទៅព្រោះបង្កើតអនុស្សាវរីយ៍ល្អៗយើងទៅឡើយណាយើងបង្កើតទុកនៅនឹងទៅទទួលស្គាល់ថាយើងវាហត់ព្រោះដើរលេងច្រើនម៉ោងប៉ុន្តែយើងមកដើរលេងយើងត្រូវការលេងយើងមិនមែនមកដេកនោះទេហើយឃើញឆ្វេងឆ្វាយអញ្ចឹងប៉ាត់ speaker ប្រព័ន្ធកោដដៃហ្នឹងមិនសូវលឺផងហ្នឹងលឺបន្តិចគាត់ថាចេះ enjoy ទៅណាហើយគម្រោងដើរលេងនឹងដែរក៏ពួកយើងរៀបឲ្យត្រូវនៅថ្ងៃខួបកំណើតរបស់គាត់ដែរព្រោះយើងចង់ឲ្យមានអីខុសប្លែកពីរាល់ឆ្នាំ
តពីយើងលេងសប្បាយហត់ហើយក៏ដល់ម៉ោងសម្រាប់ហើយក៏វារៀងយប់ជ្រៅដែរចឹងវីដេអូនេះគឺមកដល់ទីបញ្ចប់ហើយសម្រាប់វគ្គ 2 បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូប្រភេទនេះទៀតសូមទៅមើលវគ្គ 3 ដែលខ្ញុំចេញនៅពេលដែលខ្ញុំ edit រួចដូចរដងវគ្គ 1 វគ្គ 2 យើងមើលហើយនៅសល់តែវគ្គ 3 ដែលយើងអត់ទាន់មើលអញ្ចឹងតោះយើងទៅមើលវគ្គ 3 ទាំងអស់គ្នាស្វាគមន៍មកកាន់វគ្គ 3 ហើយវគ្គ 3 នេះគឺជាវគ្គចុងក្រោយរបស់ពួកយើងហើយក៏អរគុណទៅកាន់អ្នកទាំងអស់គ្នាដែលតាមដានតាំងពីវគ្គ 1 វគ្គ 2 រហូតមកដល់វគ្គ 3 ដែលវគ្គ 3 នេះដែរនឹងនិយាយអំពីដំណើរមួយថ្ងៃចុងក្រោយដែលយើងនៅអូសោមកាលពីវគ្គ 1 វគ្គ 2 គឺថ្ងៃទី 1 ទេប៉ុន្តែវាងាយចេញជា2វីដេអូដោយសារតែសកម្មភាពយើងគឺច្រើនមែនទែននៅក្នុងថ្ងៃទី 1 ចំណែកឯថ្ងៃទី 2 គឺជាថ្ងៃបញ្ចប់ពួកយើងអត់សូវមានសកម្មភាពអីទេហើយគោលបំណងក្នុងការផលិតវីដេអូនេះដែរគឺដើម្បីចងក្រងជាអនុស្សាវរីយ៍ហើយក៏ចង់ចែករំលែកទៅអ្នកទាំងអស់គ្នាដែរថានៅពេលដែលមកអូសោមយើងគួរតែទៅកន្លែងណាខ្លះបើសិនជាយើងអត់មានគោលដៅថាមកទៅណាទេគ្រាន់តែមកស្នាក់នៅ home stay គេម្ចាស់កន្លែងគេនឹងប្រាប់មក recommend ថាយើងគួរតែទៅណាសូម្បីតែអូនលោកកាហ្វេហ្នឹងក៏សួររឿងដែរព្រលឹមឡើងបងចង់ទៅណាកុំឲ្យរៀបរាប់ច្រើនពេកឥឡូវយើងចូលមកដល់សាច់រឿងយើងវិញកាលពីភាគ 2 អ្នកទាំងអស់គ្នាបានដឹងហើយកាលពីយប់ហ្នឹងយើងមានកម្មវិធីយើងគឺខួបកំណើតនិងហូបអីជុំគ្នាដើម្បីបង្កើតអនុស្សាវរីយ៍កាលពីយប់មិញពួកយើងដាក់រៀងជ្រុលដែរប៉ុន្តែអបកសម្លេងរំខានទេដោយសារតែពួកយើងមិនមែននៅក្លឹបអញ្ចឹងយើងនៅក្នុងព្រៃយើងមកបែបព្រៃយើងអត់លោឡាអត់រំខានអីទាំងអស់ហើយឃើញថា hangover ខ្លាំងមែនតើអញ្ចឹងក៏ទៅដាក់កាហ្វេមួយទៀតទៅសំខាន់អ្នកនរគ្នាគឺចេះអាកាហ្វេយកពីបាត់ដំបងមកដល់អូសោមហើយផឹកហើយហ្នឹងណានេះដៃនៅកាន់កាហ្វេឡើយប៉ុន្តែឆ្លៀតមកកំងកាហ្វេមួយកែវថែមទៀតកុំឲ្យខាតទ្រាំដែលយីគេធ្វើកាហ្វេហើយអញ្ចឹងយើងដាក់ម្នាក់ 4-10 ប៉ោះអីយ៉ាងទៅណាយើងមករៀងគ្នាថតរូបទៅមកកុំឲ្យថាដើរលេខអត់មានរូបថតតែប៉ិតគោលបំណងធំនៃការទិញកាហ្វេហ្នឹងមិនមែនចង់ផឹកកាហ្វេប៉ុន្មានទេតែប៉ិតចង់មើលអ្នកលក់កាហ្វេទេបន្ទាប់ពីយើងថតបានម្នាក់ 4-10 ប៉ោះមកស្រាប់តែគេថាបងអើយដល់ហើយគិតលុយបងនេះគ្រាន់តែលឺអញ្ចឹងហើយអ្នកលក់សម្ដីព្រោះទៀតមានណាវូបាក់ទំនប់ទៅបណ្ដោយអស់មែនអូហើយកលេចចុះលេចឡើងខាងក្នុងគេស្អាតដែរក៏ថតឈួរមើលតិចទៅស្រីអត់នេះដើរញ៉ាំកាហ្វេ4 ឆ្នាំលើគាត់មកឆ្នាំ Hanging on, walking tall. Some days I got no use for it all. បន្ទាប់ពីយើងថតធัวក្នុងហាងហើយធ្វើដូចជាចេះមើល map ហើយក៏យើងដើរចេញមកស្រាប់តែដាក់កូនអង្គុយប៉កូនស្រីពីរនាក់ដើរមកក្រោយមកដល់ឃើញចេះសអ៊ីពីរនាក់នេះនោះនេះធ្វើអីហ្នឹងហើយគេថាកុំឲ្យប្រកាន់ក្មេងតូចនិយាយជាត្រង់អញ្ចឹងឯងខ្ញុំនិយាយលេងអ្នកនរគ្នាមានបានមកថាអីយើងណាគ្រាន់ថាភ្នែកគ្នាមើលមកវាដូចថាឲ្យយើងអញ្ចឹងហើយយើងចាថែមសម្លេងទៅតែបើម៉ែឲ្យគេឃើញគេវាយមែនហ្នឹងសូមចិត្តដល់អាណាព្យាបាលរបស់គាត់ទាំងទ្វេណាបើបានឃើញវីដេអូនេះហើយបងអូនសូមទោសពីចម្ងាយផងបងគ្រាន់តែធ្វើវីដេអូនេះលេងទេបាច់កាហ្វេឆ្ងាញ់កាហ្វេពេលយ៉ាងហាញ់ចូលមកដល់រឿងអត់បានកាយយើងវិញគឺថាយើងបានចាញ់ពីសោម stay ហើយម៉ោងជាង10ហើយបានយើងនាំគ្នាចាញ់ដោយសារតផាត់មកយូរពេកខ្ញុំមិនចាំថាកន្លែងនេះឈ្មោះអីទេប៉ុន្តែដឹងតែនៅលើស្ទឹងអតែដូចជាមានកាហ្វេនៅលើនឹងដែរតែទេសភាពនៅនឹងស្អាតដែរអ្នកនរគ្នាចូលមកលេងអូសាមកុំភ្លេចថតរូបនៅកន្លែងនឹងផងបើអាចចូលទិញកាហ្វេគាត់ទៅកន្លែងគេឡើងស្អាតមកដល់កន្លែងនេះទើបខ្ញុំដឹងថាក្រុមដើរលេងវ័យចំណាស់នេះគឺសិតតែចូលចិត្តថតរូបទាំងអស់បើមិនជឿមើលប្លង់នេះ 100% បើផ្លែតហ្នឹងអត់មានម្នាក់ក្រោម50សន្លឹកទេតែសួរគាត់ផុសអត់គាត់មិនផុសទេគាត់ទៅអង្គុយ select រករូបណាអូយដល់ឥតខ្ចោះដូច post model អញ្ចឹងមកគាត់ព្រមផុសតែមិនអីទេព្រោះយើងដើរលេងយើងត្រូវការថតរូបដើម្បីទុកជាអនុស្សាវរីយ៍ម៉ៅមើលដល់ថ្ងៃក្រោយអញ្ចឹងណាថាមិនត្រូវស្អែកគាត់មកម្ដងទៀតគាត់ថាបានដែរអាសៅម៉ៅគាត់ហ្នឹងឆាប់រលត់ហើយបានថាឆាប់រលត់មើលតែជប់ជុំគ្នាដើម្បីបង្កើតអនុស្សាវ
សាវរីយ៍អនុស្សាវម៉ៅហ្នឹងស្អីឡើងគាត់ហៅម្ដងទៀតចឹងមិនថាគាត់ភ្លេចបាត់ហើយអាសាវម៉ៅម្សិលមិញហ្នឹងហើយថ្ងៃនេះដែរគោលដៅយើងគឺដាក់គោលដៅទៅខាងវាលវែងសុតវាលវែងអាផ្លូវតុងអាំងណាប៉ុន្តែយើងទៅដល់ហើយយើងទៅត្រឹមកាហ្វេមាន់កោកដើម្បីសាស្ត្រអាហារពេលថ្ងៃពួកអីវាជ្រេដែរទ្រាំជីពីនឹងទៅដល់នោះគឺវាប្រើពេលរៀងយូរដែរ1ម៉ោងជាងដែរតែអាតាមផ្លូវនោះវាទេសភាពស្អាតពេកស្អាតចឹងឧបសគ្គធំណាស់អ្នកចេះថតរូបវិញគេប្រើវល់ក្បោងតែមិននិយាយលេងសើចទេទេសភាពនៅអូសមនោះគឺស្អាតមែនតើมันអាចប្រកែកបានណាមើលទៅក្នុងវីដេអូទៅមិនដឹងថានិយាយមែនវាសមគឺវាស្អាតមែនហើយខ្ញុំជឿហើយអាដែលលេងជិះម៉ូតូមកអូសមនេះវាសប្បាយជាងជិះឡានមិនមែនមកពីយើងអត់មានឡានទេប៉ុន្តែវាឃើញទេសភាពពេញផ្នែកគឺស្អាតមែនតើចង់ឈប់រូបថតតាណាក៏បានដែរគឺស្រួលមកម៉ូតូវាតូចតែបើឡើងវាធំវាពិបាករកកន្លែងចតបន្ទាប់ពីយើងថតរូបម្នាក់190លានប៉ុសហើយយើងចេញដំណើរទៅប្រម៉ោយវិញទៅដើម្បីបត់ទៅកាហ្វេមាន់កោនិយាយពីថាលបឿនវិញជីវ៉ាយោហ្មងនេះជីពុះមកដល់នេះបដ យខ្ញុំអត់ដឹងថាប្រហែលនាទីទេកន្លែងតើតោងគេជាប់ផ្លាច់ជ្រុកតាមផ្លូវមានណាតែថាកាហ្វេមាន់កុកហ្នឹងក៏អត់ចាញ់ពីអូសោមប្រហែលដែរទេសភាពក៏សាហាវដែរនៅឲ្យតែបកកាយថតរូបថតទៅតែថ្ងៃចេះក៏នៅតែមានអារម្មណ៍ថតដែរហើយដូចយើងបានដាក់គោលដៅអញ្ចឹងដោយសារតែយើងមកហ្នឹងក្នុងគោលបំណងហូបបាយថ្ងៃអញ្ចឹងក៏យើងត្រៀមទៅខ្ញុំឆ្លាញ់ចក្រានហ្នឹងមែនតើណាចក្រានខ្ជុំគាត់ហ្នឹងរូបជ្រុកកំពុងអាំងជ្រុកហើយសំខាន់ខ្ញុំរកទិញនៅបាត់ដំបងវាអត់បានណាខ្ញុំចង់បានអាចក្រាននឹងមួយឯបងម្ចាស់ពេកណាមានលក់អាចក្រានហ្នឹងចាំជួយតាក់ទងមកផងហើយដូចនិយាយមករឿយអញ្ចឹងគឺយើងទៅដល់កន្លែងណាយើងបង្កើតអនុស្សាវរីយ៍មកកន្លែងហ្នឹងទៅយើងថតទុកថតអីអញ្ចឹងទៅយើងទុកផ្ទះគ្នាថ្ងៃណាយើងអត់បានដើរលេងប៉ុន្តែយើងយករូបចាស់ដើម្បីបោកគេអញ្ចឹងណាអូយើងគឺជាមនុស្សបោកសុទ្ធឡាឡូអូយយើងញ៉ាយបាន100ហើយយើងនាំគ្នាថតរូបថតអីទៅណាតថតតពួកគាត់ទេប៉ុន្តែខ្ញុំមិនបានថតជាមួយទេខ្ញុំរវល់តែលវើអីបាក់ពីយប់ហើយថ្ងៃឡើងអីម្ដងទៀតមិនរួចទេនិយាយពីថាចូលបាយថ្ងៃត្រង់ទេហើយនឹងថតរូបតែមួយផ្លែទេចរចានេះថាផ្លែទេប៉ុន្តែក៏មើលម៉ោងបងម៉ោងប៉ុន្មានហើយបង2:73នេះគឺសភាពក្រោយពីថតរូបហត់បាយឆ្អែតថតរូបហត់ដាក់ទៅណែតុនតោបដ ாய் អង្គុយសម្រាប់សិនដើម្បីយកកម្លាំងថតរូបកន្លែងផ្សេងទៀតបន្ទាប់ពីយើងសារ៉ាឲ្យគ្រប់ដល់ម៉ោង3ហើយយើងក៏នាំគ្នាចេញម៉ូតូមកវិញមកយើងទៅកន្លែងមួយទៀតដែលនៅសុកបងមួយជ្រុកអាំងជ្រុកហ្នឹងគាត់តម្លាក់វីដេអូថ្មីមកថាអូនៅកន្លែងនេះមានកន្លែងលេងមួយទៀតអញ្ចឹងក៏យើងនាំគ្នាវូបាក់ទៅទៅទាំងអស់គ្នាម្ដងហើយកន្លែងហ្នឹងបើមើលតាម Google Maps គេហៅថាទំនប់បង្គាទំព័រតែស្អាតមិនស្អាតមែនតើស្អាតដូចក្នុងគនូរូបដោយហើយក្នុងវីដេអូគេហ្នឹងគេថាមានក្បូនជីប៉ុន្តែទៅដល់ហ្នឹងអត់មានក្បូនជីទេបែរជាទៅបានជួបអ្នកកំឡោះអូសដាវណាគាត់ប្រាប់ថាបងនៅខាងលើមានទឹកជ្រោះមួយទៀតស្អាតណាស់លឺអញ្ចឹងមែនណាបាក់ទំនប់ហ្នឹងទៅវូម្ដងទៀតដោយកុំឲ្យខាតជ្រុលជាមកហើយតើយើងទៅបដ ாய் ទៅយើងងាយបានមកណាអូសោមមកវាឆ្ងាយពីយើងដែរទៅបដ ாய் ហើយសំខាន់ណាស់ទេសភាពទៅឡើងទឹកជ្រោះហ្នឹងអត់ចាញ់គ្នាទេណែ adventure អីណាចង់ camping camp អីណាបដ ாய்ហើយក៏មកថាឆ្លងស្ពាននឹងហើយវាអស់ឧបសគ្គណានៅនឹងអត់មានផ្លូវស្រួលទេដូចទៅរកចឹងអាចថាជាកន្លែងតែថ្មីខ្ញុំតែចាស់គេចឹងណាហើយនេះចូលទៅដូចក្នុងរឿងជូម៉ាន់ជីចឹងខ្ញុំមានអារម្មណ៍ថានៅក្នុងហ្នឹងហ្មងឡូយខ្ញុំចូលចិត្តតែសភាពបែបអញ្ចឹងចូលចិត្តរកព្រៃអញ្ចឹងហើយអាទឹកជ្រោះហ្នឹងឡើងទៅលើតាមមួយផ្លែហ្នឹងប្រហែលជា10នាទីទៅថាយូរបំផុតអាហ្នឹងយើងមកតាមស្ទីវអូសដាវស្ទីវអូសដាវគេប្រាប់យើងថាបងមកតាមហ្នឹងអញ្ចឹងទៅពេលយើងទៅដល់ពួកគាត់ក៏នៅនឹងដែរគាត់អូសទាំងដៅគាត់នាំទាំងផ្លូវហើយអាទីតាំងទាំងអស់ហ្នឹងសិននៅចិត្តគ្នាហ្នឹងយើងឈៀងមកលេងតិចមកណាកុំឲ្យខាតថ្ងៃខាតអីយើងអ្នកធ្វើការធ្វើអីគាត់ពិបាកដាក់ច្បាប់អញ្ចឹងយើងចូលទៅដើរលេងដើរឯណាណីអ្នកដើរឲ្យដាច់លុយដាច់កម្លាំងបដ ாய் ស្អែកឡើងធ្វើការអត់កើតដាក់ច្បាប់ឈឺបងខ្ញុំស៊ីកលីវតែយើងលេងទេយើងដើរលេងដើរសប្បាយកុំដើរបាត់កម្លាំងកុំដើរឲ្យដាច់លុយមិនដើរហើយទៅវិញលះហាមហើយកុំធ្វើបែបហ្នឹងអីបាក់ធ្វើយកអត់ចង់ធ្វើខ្លួនឯងអញ្ចឹងអាណានៅដើមខែតែសភាពចុងខែតែសួរថាដើរទៀតអីដើរទីទោះអត់លុយក៏ដើរដែរសូមអរគុណត
តពីយើងខ្លាយខ្លួនជាខ្មុំទឹកក្រេបលំអងផ្កាលំអងធូលីដុំថ្មនៅលើភ្នំហើយយើងក៏ដល់មកចុះមកវិញប៉ុន្តែពួកខ្ញុំចុះមកវិញហ្នឹងម៉ោងឡើង5ហើយពួកខ្ញុំត្រូវបកមកបាត់ដំបងទៀតតែសាហាវណាហ៊ានណាម្នាក់ម៉ោង5ហើយបានបកពីអូសោមកហើយម៉ូតូកម្លាំងឡើងទូចហើយដំណើរកំសាន្តក្រុមជារានេះសាហាវណាគឺហ៊ានបដ ாய் សួរកន្លែងដែលមិនដែលទៅហើយល្ងឹតអីនៅតែហ៊ានទៀតសំខាន់បកពីប្រម៉ោយទៅដល់បាត់ដំបងវិញទាំងយប់នៅតែបកទៅទៀតវាសប្បាយឈឺគូតបន្តិចមែនតែសប្បាយ And the sun gonna shine on a brand new day. នេះអ្នកទាំងអស់គ្នាមានឃើញទេអាកន្លែងហ្នឹងគឺនៅចិត្តអាទឹកធ្លាក់ហ្នឹងទេអញ្ចឹងយើងមកហើយយើងជ្រុលទីមកយើងឈៀងទៅបន្តិចទៅវានៅចិត្តគ្នាមែនតើអូភ្លេចបញ្ជាក់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចូលទៅលេងអាទំនប់បង្ហៀទំព័អីហ្នឹងគេយកម្នាក់1000សម្រាប់ម៉ូតូតែឡានមិញខ្ញុំអត់ដឹងទេពួកខ្ញុំជិះម៉ូតូទៅទាំងអស់គ្នាមកម៉ូតូ1000មិនមែនម្នាក់1000ទេហើយបន្ទាប់ពីបន្លំធ្វើក្មេងស្ទៀវជាមួយនឹងគេដើម្បីអូសដើរឡើងទៅលើភ្នំហើយយើងក៏ចុះមកវិញហើយក៏ដល់មកជិះទៅបាត់ដំបងប៉ុន្តែយើងជិះតាមហ្នឹងគឺស្អាតមែនតើអត់ទ្រាំទៅដល់បាត់ដំបងវាទៅដល់សំឡូតមុនអ្នកនរគ្នាពួកខ្ញុំប្រើពេលតែ1ម៉ោងឯងហើយ1ម៉ោងហ្នឹងអត់មែនជិះកន្ទលលឿនទេគឺជិះមកល្មមដែរហើយ60ទេអាហ្នឹងបើសម្រាប់អ្នក off road អីលបឿនប៉ុណ្ណឹងកូនលបឿនគេតែតែញាស់តែចេះជិះម៉ូតូទាំងទៅទាំងមកគឺយើងជិះលើផ្លូវដដែលទេអញ្ចឹងទេសភាពគឺដដែលខុសតែពេលវេលាទេស្អាតញាក់សាច់អាពេលទៅរៀងភ្លៀងអាពេលមកវិញវាអត់ភ្លៀងហ៎អូញាក់សាច់ហ្មងស្អាតបងម៉ានហើយបងមកដល់សឡូតវិញមកម៉ានហើយបង ចំសំឡូតមក6 11នាទីបាទ មកដល់កន្លែងនេះចង់បញ្ចប់ហើយខ្ញុំមិនដឹងថាគួរដាក់ play set ឬក៏អត់ទេព្រោះវាចប់ហើយតែចប់មិនមែនអត់ដីទេអនុស្សាវរីយ៍ច្រើនណាស់តែប៉ុន្តែយើងអត់ត្រូវមកដល់ពេលយប់ទេយើងត្រូវមកដល់ល្ងាចធម្មតាទេគ្រាន់តែថែមហត់ពេកដល់នេះឈប់នៅសឡូតមានណាឈប់នៅសឡូតចំមកកន្លែងលក់បុកល្ហុងនោះក៏ឆ្ងាញ់ទៀតត្រូវនឹងអ្នកលក់ហ្នឹងក៏ enjoy ជាមួយយើងទៀតដល់ក៏បដ ாய் មានណានេះ10បាត់ដល់ទៀតហើយជាចុងក្រោយក៏អរគុណដែរអ្នកដែលតាមដានតាមពីភាគ1រហូតដល់ភាគ3ណាវីដេអូអត់ប្រយោជន៍ទេតែអ្នកនរនេះចំណាយពេលតាមដានសូមអរគុណសូមឲ្យរកស៊ីមានបានទាំងអស់គ្នាមិនបាច់ចាំវគ្គក្រោយទេអស់ហើយអស់ត្រឹមវគ្គហ្នឹងហើយគ្មាន4ទេអ្នកកាត់ហ្នឹងក៏ខ្ជិលដែរ